Và sút đấy videoនេះខ្ញុំចង់បង្ហាញពាក្យពន្ធជាមួយនឹងរបៀបនៃការពង្រឹង file ដែលវាធំហើយយើងត្រូវធ្វើការ upload ចូលទៅក្នុង system អញ្ចឹងវាមិនអនុញ្ញាតឲ្យយើងទេនៅក្នុងករណីដែលមាន system មួយចំនួនគឺអនុញ្ញាតឲ្យយើង upload នៅ file ធំបំផុតគឺត្រឹម5 MB អញ្ចឹងបើករណីដែលយើងមាន file ធំជាង5 MB នេះខ្ញុំនិយាយពី file PDF ឬក៏ Excel អញ្ចឹងទៅបាទធំជាង5 MB គឺវាមិនធ្វើការអនុញ្ញាតឲ្យយើង upload ចូលក្នុង system ទេអានេះសម្រាប់អ្នកធ្វើការខាងរដ្ឋបាលឬក៏ shipping export import អីគឺគាត់យល់ច្បាស់បញ្ហាហ្នឹងអញ្ចឹងនេះខ្ញុំមានគន្លឹះដើម្បីធ្វើការបង្រួមនៅ file របស់យើងដើម្បីធ្វើការ upload ចូលប្រព័ន្ធដោយមិនធ្វើឲ្យអា file របស់យើងដែលយើងធ្វើការបង្រួម size ឲ្យតូចហើយហ្នឹងវាធ្លាក់គុណភាពនោះទេមានន័យថា quality វានៃ quality ខាងក្នុងគឺអត់អីទេគឺច្បាស់ល្អស្អាតណាគេអាចមើលបានបាទអញ្ចឹងដើម្បីធ្វើបានយើងចូលមក Google មកបាទហើយយើងវាយPI7 PDF បាទអានេះសម្រាប់ file PDF តមកទៀតបងប្អូនចូល link ពីរនេះខាងណាក៏បានដែរប៉ុន្តែនេះវាមានតាមផ្នែកវាចឹងទៅតែចូលទៅគឺដូចគ្នាទេបាទចូលទៅគឺឃើញផ្ទាំងចឹងដូចគ្នាទេបាទអញ្ចឹងមកដល់នេះយើងមើល file យើងតើ file យើងហ្នឹងវាជា kilobyte ឬក៏ megabyte ទូទៅបើសិនជា file យើងទូជាង 1 មេវាគិតជា kilobyte អញ្ចឹងណាតែបើ file ធំជាង1 មេមានធំជាង1024 kilobyte គឺវាគិតជា megabyte អញ្ចឹងបងប្អូនបើសិនជា file យើងធំយើង upload ចូលប្រព័ន្ធយើងយកកន្លែងនេះមកបាទហើយខ្ញុំឧទាហរណ៍ខ្ញុំចុចកន្លែងហ្នឹងមកបាទគឺ redact PDF នេះតមកទៀតកន្លែងនេះយើងទៅ select file របស់យើងបាទ select file មកឥឡូវនេះឧទាហរណ៍ file ខ្ញុំនេះបាទ file ខ្ញុំនេះគឺវាមានទំហំដល់ទៅ 9000 គីឡូមានន័យថាវាមានទំហំ 9 មេអញ្ចឹងបើយើង upload ចូលប្រព័ន្ធទៅគឺគេអត់ទទួលទេដោយសារតែវាធំពេកអញ្ចឹងខ្ញុំធ្វើការធ្វើឲ្យវាទូច redact វាបាទចុចលើវាមួយចឹងមកហើយយើងធ្វើការ open ទៅហើយបន្ទាប់មកទៀតវានឹងបង្ហាញនេះបាទ file យើងមានជិត10 មេនេះបាទហើយនេះឈ្មោះ file យើងកន្លែងនេះគឺជាទំហំដែលយើងចង់បានបន្ទាប់ពីយើងធ្វើការ export ចេញហើយ redact size វាហើយតែយើងចង់បានប៉ុន្មានអញ្ចឹងខ្ញុំសូមដាក់ត្រឹម5 មេហើយយើងវាយលេខ5មកកន្លែងនេះបាទហើយបន្ទាប់មកយើងចុចពាក្យថា redact PDF size ទៅអានេះលឿនណាស់បាទគឺលឿនណាស់តិចពេញហើយបាទញ៉េបានអញ្ចឹងមកយើងควរធ្វើការ download ទៅបាទអញ្ចឹងគឺអូខេហើយនេះគឺជា file យើងបាទ file យើងធ្វើហើយគឺមានទំហំតែ5 មេទេអញ្ចឹង5 មេនេះយើងអាច upload ទៅក្នុងប្រព័ន្ធ system របស់ក្រសួងនានាអីបានហើយបាទ system ខ្លះគឺគេអាចអនុញ្ញាតឲ្យធំទៅអាហ្នឹងយើងអាចធ្វើបាន file ធំដែរប៉ុន្តែសម្រាប់ file ទូទៅគឺយើងធ្វើតាមវិធីសាស្ត្រនេះមកដើម្បី download ចូលអញ្ចឹងខ្ញុំសូមបើកមើលបាទអញ្ចឹងយើងកាត់អស់ 4 មេហើយក៏វាមិនធ្វើឲ្យគុណភាពបាត់បង់ដែរបាទគឺនៅគុណភាពនឹងអាចទទួលយកបានច្បាស់ល្អអត់អីទេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលធ្វើការ upload ច្រើនទៅក្នុងប្រព័ន្ធអាចធ្វើការមើលវីដេអូហ្នឹងហើយអនុវត្តទៅបាទអរគុណច្រើន